ជំរាបសួរនិងសួស្តីកុមារជាទីស្រឡាញ់ថ្ងៃនេះមកជួបនឹងខ្ញុំនៅរឿងបន្ទាប់ដែលមានចំណងជើងថារឿងកុមារទៅព្រៃចាតោះស្ដាប់ទាំងអស់គ្នាចាកាលពីព្រៃនេះកាលជាយូរលង់ណាស់មកហើយហ្នឹងគឺមានព្រៃមួយយ៉ាងធំហើយព្រៃហ្នឹងគឺអត់ដែលមានមនុស្សដើរទៅដល់ទេដោយសារតែព្រៃហ្នឹងស្ងាត់ហើយមានសត្វកាចសាហាវដូចជាសត្វតោសត្វខ្លាសត្វស្វាសត្វដំរីអីហ្នឹងគឺសុទ្ធតែសត្វធំតែម្ដងនៅក្នុងព្រៃហ្នឹងហើយសត្វនៅទីនោះគឺនិយាយរួមទៅគឺសត្វតែសត្វដែលស្លូតហើយសត្វដែលចិត្តល្អទាំងអស់ប៉ុន្តែមនុស្សយើងគឺមិនដែលដើរទៅដល់ទេដោយសារតែក្នុងនោះជ្រៅហើយប្រឡងព្រៃមួយទៅព្រៃមួយចៃដល់អីថ្ងៃមួយមានកុមារ3នាក់បងប្អូនហ្នឹងក៏បានដើរលេងពេលដែលដើរលេងភ្លេចខ្លួនទៅក៏បានចូលទៅក្នុងព្រៃជ្រៅម្ដងតិចចឹងណាដោយសារតែក្នុងព្រៃជ្រៅនេះមានផ្កាមានអ្វីប្លែកឧទាហរណ៍ខ្លួនជាចិត្តឃើញសត្វអីប្លែកចឹងក៏ជួយចិត្តរត់ដេញតាមមើលអីចឹងណាដល់ពេលក៏ដើរទៅក៏ស្ដាប់តែឮសំឡេងដំរីហ្នឹងឮសំឡេងដំរីដូចថាដំរីលេងទឹកលេងអីចឹងណាពេលហើយកុមារទាំង3នាក់ហ្នឹងក៏បានដើរទៅតាមផ្លូវហ្នឹងទៅឃើញមានសត្វដំរីចាក់ធំមែនតើណាកុមារទាំងអស់គ្នាឃើញសត្វហ្នឹងធំអត់សត្វដំរីហ្នឹងធំខ្លាំងណាពេលនោះសត្វដំរីហ្នឹងក៏បាននាំចូលទៅក្នុងចំណែកសត្វតោសត្វខ្លាយើងហ្នឹងដេកហ្នឹងក៏បានធំក្លិនមនុស្សអញ្ចឹងណាសត្វខ្លាវាធំក្លិនមនុស្សគឺធំអត់បានទេគឺលះដឹងពេលនោះសត្វខ្លាក៏មានអារម្មណ៍ថាមានធំក្លិនមនុស្សមកសត្វខ្លាក៏បានដើរលបទៅហើយក៏បានគិតថាអ្នកណាគេចូលក្នុងព្រៃពេលនោះក៏បានទៅជួបសត្វស្វាកំពុងតែលេងសប្បាយម្នាក់ឯងផងសត្វតែខ្លាតែសត្វស្វាដើរម្នេះខ្ញុំចង់សួរអ្នកមួយពេលនោះសត្វស្វាថាមកទីព្រៃយើងនេះមិនត្រូវការខ្សឹបខ្សៀវអីទេពេលនោះសត្វខ្លាក៏បាននិយាយថាខ្ញុំបានធំក្លិនមនុស្សពេលនោះសត្វតោនៅបែកផ្សេងទេតែសត្វតោក៏ធំក្លិនដែរព្រោះសត្វតោហ្នឹងក៏ធំក្លិនមនុស្សក៏អត់បានដែរអញ្ចឹងណាពេលនោះសត្វតោថាក៏ឯងឆាប់ទៅមើលហោះទៅមើលព្រោះសត្វកកហ្នឹងលឿនអញ្ចឹងណាឲ្យសត្វកកហ្នឹងហោះទៅមើលថាមានមនុស្សចូលក្នុងព្រៃមែនអត់ពេលនោះសត្វកកបានហោះរមើលពេលហោះរមើលសត្វតោនេះក៏បានជួបនឹងដំរីមួយទៀតចឹងណាពេលជួបទៅសួរទៅដំរីថាចាបាទខ្ញុំពិតជាធំក្លិនមនុស្សដែរពេលនោះសត្វតោសត្វខ្លានេះក៏បានពិភាក្សាគ្នាអីចឹងទៅណាពេលនោះសត្វកករបស់យើងនឹងបានហើរក្លិនមនុស្សព្រោះក្នុងព្រៃនោះអត់ដែលមានណាមកដល់ទេព្រោះក្នុងព្រៃនោះគឺព្រៃជ្រៅខ្លាំងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយពេលនោះសត្វកករបស់យើងនឹងក៏បានរទៅក៏បានជួបប្រទះនឹងក្មេងៗ3នាក់នឹងតែម្ដងនេះគឺ3នាក់នេះគឺសប្បាយចិត្តនឹងតែព្រោះអត់ខ្លាចទេព្រោះឃើញសត្វកកនឹងធំហើយស្អាតពេលនោះកុមារទាំង3នេះក៏ទៅជាសប្បាយរីករាយទៅវិញណាសប្បាយរីករាយថាយេខ្ញុំបានជួបនឹងសត្វមួយធំហើយស្អាតមែនតែនអត់មានអារម្មណ៍ខ្លាចទេដោយសារតែក្មេងហ្នឹងគឺលពឹសខ្លាំងពេកក្មេងហ្នឹងគឺបងគេហ្នឹងឈ្មោះថារីណាហើយស្រីហ្នឹងឈ្មោះថាយ៉ាកាហើយពៅគេនេះឈ្មោះថារ៉ាឌីពេលហ្នឹងទៅ3នាក់ហ្នឹងគឺលពឹសខ្លាំងចឹងហើយក៏បានទៅសត្វស្វាយនេះក៏បានជួយចឹងណាថាឯងកុំខ្លាចអីពួកខ្ញុំមិនបានធ្វើបាបពួកឯងទេពួកឯងចាំមើលខ្ញុំទៅរកផ្លូវឲ្យពួកឯងចេញណាពេលនោះសត្វស្វាបាននាំកុមារទាំង3ហ្នឹងឡើងទៅលើដើមឈើចឹងទៅហើយចអុលប្រាប់ថានេះផ្លូវទៅណាចឹងណានោះផ្លូវទៅផ្ទះ3នាក់ឯងពេលនោះ3នាក់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះឡើងទៅលើដើមឈើហ្នឹងបានឃើញផ្លូវទៅផ្ទះវិញពួកគេពិតជាសប្បាយចិត្តខ្លាំងមែនតើព្រោះថាពួកគេថាប៉ុណ្ណេះគេមិនបានទៅផ្ទះវិញទេអញ្ចឹងណាពេលនោះកុមារទាំង3នាក់ហ្នឹងសប្បាយចិត្តខ្លាំងមែនតើហើយតោដំរីខ្លាអីហ្នឹងក៏បាននាំកុមារទាំង3ទាំង4នាក់ហ្នឹងមាន4នាក់ម្នាក់ទៀតគឺទៅរកឃើញពេលអញ្ចឹងគេសប្បាយខ្លាំងសប្បាយរីករាយខ្លាំងព្រោះគេរកផ្លូវទៅផ្ទះវិញហើយសត្វទាំង3ហ្នឹងក៏បានជួយដំណើរកុមារទាំង3នាក់ហ្នឹងចេញទៅវិញហើយសត្វតោសត្វខ្លាំងថាពួកខ្ញុំគឺជាសត្វដែលមិនចូលចិត្តរបស់ស្រស់ទេអញ្ចឹងពួកខ្ញុំមិនឆៃពួកឯងទាំង3នាក់ទេពេលនោះសត្វតោថាលើកក្រោយកុំចូលប្រេះផ្ដាស់ទៀតប្រយ័ត្នជួបនឹងសត្វអ្វីផ្សេងទៀតគេមិនដូចពួកខ្ញុំទេពេលនោះកុមារទាំង3នាក់ហ្នឹងសប្បាយចិត្តខ្លាំងមែនទែនព្រោះថាពេលនេះគេបានរត់ទៅផ្ទះវិញហើយដំរីក៏ជួយដំណើរទៅផ្ទះវិញទៀតអូហើយស្វានោះគេសប្បាយចិត្តខ្លាំងព្រោះគេបាននាំកុមារហ្នឹងមើលផ្លូវមើលអីចឹងមើលទេសភាពអីចឹងណាឥឡូវគេបាននាំកុមារហ្នឹងមើលផ្លូវនាំមកដល់ក្រៅហើយដល់ព្រៃរៀង
រៀង ចា រា បង ក់ ប្អូន ដែរ ទៅលេខទៅ ដើម្បី មើលសត្វ នាំ ស្វា ចេញ វិញ ទៅ ណា ក្រៅ បងប្អូនឃើញទេសត្វស្វាគឺសប្បាយចិត្តរៀងខ្លាំងព្រោះសត្វស្វាបាត់ធ្វើអំពើល្អទៅលើកុមារអញ្ចឹងណាអញ្ចឹងកុមារទាំងអស់គ្នាគឺយើងត្រូវចេះជួយគ្នាដូចរឿងនិទាននេះអញ្ចឹងណាអរគុណការស្ដាប់អរគុណបាយបាយ